បាទសួស្តីបងប្អូនថ្ងៃនេះមកហូបងាយមកដល់ទៀតហើយខ្ញុំមានជើងជ្រូក2គីឡូយើងមកខជាមួយពងទាបែបងាយទេបងប្អូនជើងជ្រូកនេះវាងាយកាត់ហើយពួកគេកាត់ពីផ្សារមកហើយយើងគ្រាន់តែផ្ដាច់បន្តិចទៅឆ្លៀតពេលយើងស្ងោរពងទាហើយទៅយើងផ្សំគ្រឿងរសជាតិប៊ីចេងអំបិលទឹកត្រីម្រេចខ្ទឹមប្រឡាក់ជាមួយនឹងសាច់ជ្រូកនេះម្លែកហើយបន្ទាប់មកយកបុកបន្ថែមនឹងខ្ទឹមនឹងម្រេចនឹងបញ្ចូលគ្នាទៀតដើម្បីទុកយកមករំលីងជាមួយនឹងស្ករបងប្អូនដើម្បីឲ្យវាមានក្លិនឈ្ងុយងាយទេបងប្អូនដល់វាឲ្យក្រហមយើងដាក់ម្រេចនឹងខ្ទឹមដែលយើងបានបុកនោះមកកូរវាឈ្ងុយមកយើងចាក់សាច់ជ្រូកហើយយើងបានប្រឡាក់គ្រឿងមុនហ្នឹងចាក់វាបញ្ចូលមកកូរអានេះមានក្លិនឈ្ងុយសិនហើយបន្ទាប់មកយើងចាក់អាសាច់ជ្រូកនឹងចូលមកវាកូរត្រឡប់វាឲ្យសព្វគ្រឿងជាមួយនឹងស្ករហ្នឹងទៅបងប្អូនហើយទុកវាលើចក្រានចោលឲ្យវារងាស់មកស្ទុះទៅឲ្យវាចេញទឹកពីក្នុងសាច់ជ្រូកហ្នឹងនឹងហៅទឹកស្អីទេភាសាអង់គ្លេសគេហៅថាទឹកអេរ៉េមែមហ្នឹងដល់មកចាំយើងបន្ថែមទឹកហើយរងាស់វាចោលទៀតទៅបងប្អូនរងាស់វារហូតដល់វាឆ្អិនទៅដួសយកមកហូបបានហើយ